របៀបបដូររូបពីធម្មតាបែបនេះទៅជារូបតុក្កតាបែបនេះដែលអ្នកទាំងគ្នាគឺស្រួលមែនទែនទើបប្រើអក្សរ2 3ម៉ាត់បានណោះអញ្ចឹងអ្នកទាំងគ្នាចូលទៅ download ChatGPT នៅក្នុង App Store ក៏បាន Play Store ក៏បានបន្ទាប់មកអ្នកទាំងគ្នាចូលទៅកាន់ ChatGPT មកហើយយើងចុចកន្លែងនេះអ្នកទាំងគ្នាចុចមកវានឹងឲ្យយើងថារើសយកថតរូបឬក៏ profile ឬក៏ photo អញ្ចឹងយើងចុចយក photo ដែលយើងថតមកអញ្ចឹងខ្ញុំឧទាហរណ៍អ្នកគ្នាមើលខ្ញុំ select យករូបមួយនេះចុះបន្ទាប់មកខ្ញុំចុចសញ្ញា add ខាងលើនេះអ្នកទាំងគ្នាអូខេបន្ទាប់ពីអ្នកនរតែចឹងហើយខ្ញុំទៅថា save from ខ្ញុំខ្ជិលខ្ញុំផាសចូលបណ្ដោយទៅអញ្ចឹងបើសិនជានេះអ្នកនរអាចទៅ save បានថា please change this image to cartoon អញ្ចឹងពេលដែលអ្នកទៅ save តែប៉ុណ្ណឹងគឺអ្នកនរ send ទៅវាទៅបន្ទាប់មកយើងរងចាំវាប្រហែលនាទីដើម្បីឲ្យវា generate រូបហ្នឹងពីរូបធម្មតាទៅរូបតុក្កតាឲ្យយើងអញ្ចឹងវាកំពុងតែ process image ឲ្យយើងហើយប៉ុន្តែអ្នកនរត្រូវរងចាំវាបន្តិចអូខេបន្ទាប់ពីរងចាំអស់ពេលប្រហែលជា3ទៅ4នាទីខ្ញុំបានរូបមួយជារូបតុក្កតាបែបនេះអ្នកទាំងគ្នានិយាយបើសិនតែយើងអត់ស្រឡាញ់រូបនឹងទេអ្នកទាំងគ្នាអាចឲ្យវាឆេងទៅរបៀបមិនតាមតែចិត្តយើងទេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាកុំភ្លេច follow ខ្ញុំនេះផងបាយ